ថ្ងៃនេះមានអារម្មណ៍មិនដែរបានមកដល់ហើយ interesting សម្រាប់ចំណាប់អារម្មណ៍ខ្ញុំ ពេលមកដល់ហើយឃើញបរិយាកាសแบบនេះឃើញបងប្អូនយើងទៅជួបអ្នកដែលចែកបានទៀតជួប តែដល់ ចែកដល់ ជួបចែកបានអា តែ មែន ខ្ញុំមកដល់ចែកដល់ដែរបានទុកសិន តែបានប្រាប់ខ្ញុំមុនទៅថានឹងមកហ្នឹងតែថ្ងៃមុនប្រាប់ខ្ញុំ នឹងថាអាចយើងមក តែខ្ញុំមិនដឹងដែរថាមកឬអត់អាហ្នឹងតែពេលមកឃើញបរិយាកាសแบบនេះមិនដែរមានអារម្មណ៍ជួប ខ្ញុំគាត់ថាទី1មកចាប់អារម្មណ៍នោះគឺបរិយាកាសល្អខ្យល់ត្រជាក់កន្លែងមានផាសុខភាពទាំងបរិយាកាសហើយទាំងការរៀបចំដូចជាមានសភៅច្រើនហើយសភៅសុទ្ធតែខ្ញុំអត់ធ្លាប់អានហ្នឹងហើយខ្ញុំក៏គិតថានឹងមកអានសភៅនឹងឲ្យបានចប់មួយចំនួនដែរហ្នឹងហើយមួយទៀតគឺបានស្ដាប់ពីការចែករំលែកបងដូចជាការជជែកគ្នាអំពីបញ្ហាសង្គមណាទី1និយាយពីបញ្ហាសង្គមទី2ការដឹកនាំហើយទី3តើតើនឹងការអភិវឌ្ឍខ្លួនអញ្ចឹងមានន័យថាយើងជជែកគ្នាពីលើចុះក្រោមដើម្បីជួយសង្គមមកទី1យើងត្រូវតែមានការអភិវឌ្ឍខ្លួនមានការដឹកនាំពីលើខ្លួនតើយើងអាចជាចំណាយក្នុងសង្គមជាតិបានអញ្ចឹងយើងជជែកគ្នាពីលើមកក្រោមហើយតែយើងផ្ដោតលើខាងក្រោមហើយដើម្បីអភិវឌ្ឍខ្លួនបានល្អទៀតយើងផ្ដោតលើការអានអញ្ចឹងការចែករំលែកនេះវាច្រើនគឺការអានហើយឲ្យអបិសោតរៀនខ្លួនទៅថាពេលខ្លះគឺថានិយាយមិនទាន់អស់សេចក្តីឬក៏កំណត់មិនទាន់ជ្រៅក្នុងការលើកឡើងនិយាយទេប៉ុន្តែជាអារម្មណ៍ពិតយើងមិនលាក់គាត់និយាយតាមតែដូចជាខ្ញុំនិយាយតាមតែការយល់ដឹងរបស់ខ្ញុំហើយចាំខ្ញុំនិយាយល្អយ៉ាងនេះយើងកើចេះអត់តែប៉ុណ្្នឹងហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងល្អច្រើនទាំងបរិយាកាសទាំងបានជួបបងចែកដល់ផងបានតែខ្ញុំតែឲ្យនិយាយរឿងក្នុងចិត្តទៀត ចុះទៅវិញទៅដែរជារួមមកទៀត ខ្ញុំថ្ងៃហ្នឹងមានចំណាយអារម្មណ៍ថាវាប្លែកខ្ញុំធ្លាប់តែគិតថាខ្ញុំអានទៅច្រើនណាស់តែដល់ពេលមកដល់ពីពុកទៅច្រើនណាស់មានអារម្មណ៍ថាខ្លួនឯងនឹងអានបានបាន គេថាមានខ្លាំងអត់ក្រុមនេះមានតែក្រុមនេះទៅអានខ្លាំង មានប្រហែលជាច្រើនដែរប្រហែល2ក្បាលអូអានច្រើនដែរតែនៅតែតិចសម្រាប់ខ្ញុំមានន័យថាវាផ្លែកនៅនេះបរិយាកាសគឺស្អាតហើយវាជាលើកទី1ផងដែរតែខ្ញុំបានមកទីនេះ ចាំមកទៀតអត់ បាទ តែក្រោយចាំមកទៀតអត់ ចាំមកទៀតបរិយាកាសស្អាត បើខ្ញុំគិតថាមិនត្រឹមតែមកម្នាក់ឯងទេខ្ញុំគិតចង់ណែនាំមនុស្សមកដល់កន្លែងចិត្តខ្ញុំគិតថាបើសិនជាគាត់មកគាត់ទទួលអារម្មណ៍ដូចខ្ញុំដែរទាំងផាសុខភាពទាំងសភៅបរិយាកាសល្អច្រើនហើយមានការទទួលស្វាគមន៍របស់ម្នាក់នេះគាត់កាយដែរ រឿងចាំទៅលេខទៀតអាចមកបានគាត់ពេលមកឲ្យតែមានពេលមក ភាសាមានអ្នកស្វាគមន៍ដល់ដល់បងវិញដែរ ក៏ក្តៅតែក្តៅ តែយើងមិននិយាយរឿងក្តៅណានិយាយរឿងជាក់ជាក់ ញ៉េតែក្តៅតែយើងនិយាយតិច បាទមិនទូទៅយើងអានទៅរៀងអីចាញ់លើជីវិតរស់នៅទីធម្មតាតាមហ្នឹង វាជាហាងឈ្មោះអនុស្សាវរីយ៍យើងមកទីនេះយើង នឹងមានអនុស្សាវរីយ៍ល្អ អស់ក្នុងទីនេះ នេះគឺថាការអបតកក្តៅនៅក្នុងពិភពវិទ្យា កក់ក្តៅនៅទីនេះកក់ក្តៅក្នុងចិត្តកក់ក្តៅតិចទៅកាយទេ យើងមានអ្វីថ្មីៗជាច្រើនទៀតដែលត្រូវធ្វើជាមួយគ្នាអាចចាប់តាមរៀប ហើយខ្ញុំមិនត្រឹមតែមកទទួលយកអនុស្សាវរីយ៍ពីកន្លែងហ្នឹងទេខ្ញុំក៏នឹងបង្កើតអនុស្សាវរីយ៍និងការចងចាំមួយទុកនៅកន្លែងហ្នឹងដែរហ្នឹងសម្រាប់ខ្ញុំ យើងនឹងរងចាំមើលទាំងអស់គ្នាថានឹងមានអ្វីកើតឡើងជួបជាមួយនេះតោះអរគុណច្រើនបងប្អូនទាំងអស់គ្នា អរគុណរៀបបាទ